បងយើងរើចេញទៅរស់នៅខាងក្រៅទៅអូនលែងចង់រស់នៅជាមួយម៉ែបងទៀតហើយមានរឿងអីអូនម៉ែគាត់ធ្វើបាបអូនរឿងអីអូនដឹងថាបងជាកូនកតញ្ញូប្រាក់ខែមួយខែ100000យ៉នបងសុទ្ធតែប្រគល់ឲ្យម៉ែទាំងចុះបងដឹងទេថាម៉ែឲ្យលុយអូនប៉ុន្មានដែរម៉ែឲ្យអូនតែ500យ៉នប៉ុណ្ណោះក្នុងមួយខែឥឡូវនេះសំបីតែលុយទិញបាយហូបក៏ស្ទើរតែគ្មានដែរសំបីតែសាច់ក៏អូនមិនហ៊ានទិញឲ្យបងហូបដែរបងមិនបានចាប់អារម្មណ៍ទេអ្វីម៉ែឲ្យអូនតែ500យ៉នទេចុះលុយទាំងនោះទៅណាអស់ហើយម៉ែថាគាត់ធ្វើបែបនេះដើម្បីសន្សំលុយឲ្យយើងមានពេលមួយឃើញបងស្គមស្កាំងអូនក៏ចំណាយលុយទិញសាច់ខ្លះទុកក្នុងទូទឹកកកម៉ែឃើញហើយក៏ស្ដីបន្ទោសថាអូនជាមនុស្សខ្ជះខ្ជាយឃើញអូនទិញរបស់ថ្មីក៏ថាអូនចេះតែចាយវាយគាត់ថាគាត់កំពុងបង្រៀនអូនឲ្យអូនចេះធ្វើជាប្រពន្ធល្អក្រោយមកអូនលែងហ៊ានទិញទៀតក្នុងទូទឹកកកគ្មានអ្វីក្រៅពីស្បែកក្តោបនិងឆៃថាវទេគាត់បែរជាពេញចិត្តទៅវិញថាអូនចេះធ្វើជាប្រពន្ធគេហើយហេតុអ្វីអូនមិនប្រាប់បងឲ្យលឿនជាងនេះអូនធ្លាប់ប្រាប់ហើយ2ឆ្នាំមុនពេលបងទើបតែប្រគល់កាតប្រាក់ខែឲ្យគាត់អូនបានប្រាប់ថាវាមិនសមទេតែបងបែរជាថាអូនរករឿងថាអូនមិនចេះចុះសម្រុងជាមួយម៉ែបងថាអូនចង់បំបីបំបាក់ទំនាក់ទំនងម៉ែកូនបងនឹងទៅសួរគាត់ឲ្យដឹងរឿងបងទៅពេលនេះក៏គ្មានប្រយោជន៍គាត់នឹងមិនព្រមទទួលស្គាល់ឡើយតើបងអាចធ្វើអ្វីបានចុះអូនចង់ឲ្យបងធ្វើបែបណាថ្ងៃទី6ខែក្រោយគាត់នឹងមកឲ្យលុយបងត្រូវសួរគាត់នៅចំពោះមុខអូនឲ្យគាត់និយាយដោយខ្លួនឯងថាគាត់ឲ្យលុយអូនប៉ុន្មានហើយមួយទៀតស្អែកបងទៅធនាគារទៅដកបាយការចំណូលចំណាយ2ឆ្នាំនេះមកអូនគិតរឿងនេះតាំងពីពេលណាតាំងពីថ្ងៃដំបូងដែលអូនទទួលបានលុយ500យ៉ននោះមកសិនយ៉ានបងអូនលែងចង់រស់នៅដូចជាចៅឬអ្នកសុំទានទៀតហើយជីយីបងសុំទោសចាំយកលុយមកវិញយើងនឹងរើចេញភ្លាមផ្លាស់ទៅណាក៏បានដែរឲ្យតែឆ្ងាយពីពួកគេឥឡូវឆៃចេះសន្សំសំចៃហើយពីមុនក្នុងទូទឹកកកមានតែសាច់ដាក់ម្ដងអស់លុយច្រើនណាស់ឃើញហើយស្ទាយលុយឥឡូវបែបនេះល្អហើយញ៉ាំតិចបែបនេះល្អចំពោះសុខភាពម៉ែអញ្ជើញអង្គុយកូនថ្ងៃនេះមិនទៅធ្វើការទេខ្ញុំមិនសូវស្រួលខ្លួនរសៀលនេះមានវគ្គបណ្ដុះបណ្ដាលនេះលុយចាយវាប្រចាំខែ500យ៉នម៉ែដូរលុយរីមកដើម្បីឲ្យកូនងាយស្រួលកត់ត្រាម៉ែ500យ៉ននេះធ្វើអ្វីបានបើចង់បានច្រើនជាងនេះម៉ែឲ្យ50000យ៉នរាល់ខែហើយនៅមិនទាន់គ្រប់ទៀតប្អូនកូនធ្វើការនៅការដ្ឋានហត់នឿយណាស់មួយខែបានតែ8000ពួកកូននៅផ្ទះបើកម៉ាស៊ីនត្រជាក់ចាយលុយមិនចេះគិតខ្ញុំសម្លឹងមើលទៅម៉ែរបស់គាត់ម៉ែថាម៉ែឲ្យឆៃ50000យ៉នរាល់ខែមែនទេមែនហើយម៉ែធ្លាប់កុហកកូនឯណាចុះ500យ៉ននេះជាអ្វីលុយទិញម្ហូបបន្ថែមឲ្យគាត់50000យ៉ននោះម៉ែផ្ញើចូលកាត់គាត់យូរហើយកូនសួរគាត់ទៅមើលទៅគាត់ចាយអស់ហើយចង់មកធ្វើជាគួរឲ្យអាណិតម៉ែមិនដែលផ្ញើលុយឲ្យកូនសំបីតែមួយកាក់កូនកុំមួលបង្កាច់ណៃអូនជាកូនប្រសារហេតុអ្វីនិយាយមួលបង្កាច់ម៉ែបែបនេះអូនចង់ឲ្យម៉ែនឹងបងបែកបាក់គ្នាម៉ែមើលនេះចុះរាល់ថ្ងៃទី5ប្រាក់ខែខ្ញុំ100000យ៉នចូលកណ្ណីថ្ងៃបន្ទាប់95000យ៉នផ្ញើទៅឲ្យ Shen Hao 5000យ៉នទៀតផ្ញើឲ្យម៉ែ2ឆ្នាំមកនេះមិនដែលឃើញមានលុយផ្ញើមកឲ្យខ្ញុំសំបីតែបន្តិចចុះ50000យ៉នដែលម៉ែថាតើនៅណាម៉ែជាម៉ែរបស់កូនម៉ែជួយកាន់លុយមានខុសត្រង់ណាកូនជាប្រុសរកលុយបានហើយនៅត្រូវស្ដាប់សម្ដីប្រពន្ធទៀតឬយាយជាប្រពន្ធរបស់ខ្ញុំមិនមែនជាអ្នកដទៃទេប្រពន្ធអីគេស៊ីផឹកនៅផ្ទះកូនថែមទាំងមកតាមស៊ើបអង្កេតម៉ែទៀតឥឡូវនេះដើម្បីស្រីម្នាក់មកស្ដីបន្ទោសម៉ែខ្ញុំសម្លឹងមើលគាត់នេះជាលើកទី1ដែលខ្ញុំមានអារម្មណ៍ថាគាត់គួរឲ្យខ្លាចណាស់ម៉ែកូនសួរម៉ែមួយម៉ាត់2ឆ្នាំ2លាន4សែនយ៉ននោះម៉ែយកទៅណាអស់ហើយម៉ែទុកឲ្យកូនឯងទេតើម៉ែត្រូវទុកលុយទិញផ្ទះធំនិងចិញ្ចឹមកូនចៅម៉ែមិនធ្វើបាបកូនទេលុយចូលមកភ្លាមកូនត្រូវផ្ទេរឲ្យសិនហៅភ្លាមម៉ែនឹងជីយីរស់នៅផ្ទះចាស់នេះ2ឆ្នាំមកនេះមិនដែលបានហូបបាយឆ្ងាញ់ម្ដងណាឡើយម៉ែប្រាប់កូនថាធ្វើបែបនេះដើម្បីល្អសម្រាប់កូនកូនឲ្យម៉ែក៏គ្មានជំរឿដែរប្អូនកូនវាគ្មានសមត្ថភាពរកប្រពន្ធមិនបានកូនជាបងជួយប្អូនបន្តិចបន្តួចទៅមានអីយើងជាគ្រួសារតែមួយលុយកូនក៏ដូចជាលុយគ្រួសារយើងដែរបើកូនគិតថាវាត្រឹមត្រូវចុះហេតុអ្វីត្រូវកុហកហេតុអ្វីកុហកថាឲ្យជីយី50000យ៉នរាល់ខែហេតុអ្វីឲ្យគេចាយតែ500យ៉នថែមទាំងរើទូទឹកកកឆែកសិភៅកត់ត្រាទៀតធ្វើដូចគេជាចោរអញ្ចឹងម៉ែសិនយ៉ានប្រាក់ខែក្រោយរៀបការគឺជាទ្រព្យសម្បត្តិរួមរបស់ប្តីប្រពន្ធម៉ែយកលុយទៅដោយមិនសួរខ្ញុំសិនតាមផ្លូវច្បាប់គឺមិនត្រឹមត្រូវទេ
កូនចង់ប្តឹងម៉ែកូនជាកូនប្រសាបែរជាចង់ប្តឹងម្ដាយក្មេកមិនមែនគាត់ទេគឺខ្ញុំដែលចង់ទារលុយពួកយើងមកវិញលុយគេទិញផ្ទះទិញឡានឲ្យប្អូនកូនអស់ហើយឲ្យម៉ែយើងឯណាទៅសងរឿងនោះជាកិច្ចការរបស់ម៉ែនឹងសិនហាវក្នុងរយៈពេល1ខែត្រូវសងមកវិញទាំងអស់បើមិនដូច្នោះទេខ្ញុំនឹងប្រើផ្លូវច្បាប់ហាហាបងប្រុសបងថ្លៃមកធ្វើអីនៅនេះអញមើលខ្លួនឯងទៅបងលុយនេះម៉ែប្រាប់ថាឲ្យខ្ញុំជួយកាន់ទេខ្ញុំមិនដឹងថាវាបានមកពីណាទេសិនហាវតែបងប្រាប់ថាលុយបងរំលោភគឺបានមកពីការរកស៊ីអនឡាញរបស់បងមែនទេអូអូនស្ដាប់បងបកស្រាយសិនបកស្រាយរឿងអីបកស្រាយថាបងយកលុយពួកយើងទៅទិញផ្ទះទិញឡានបកស្រាយថាបងកុហកអូនយ៉ាងម៉េចថាបងរវល់ដល់យប់ជ្រៅដើម្បីរកលុយកុំប៉ះបងនេះជាលុយគ្រួសារបងជួយប្អូនវាជារឿងធម្មតាម៉ែមានសិទ្ធិអ្វីទៅយកលុយបងប្រុសបងថ្លៃទៅឲ្យប្អូនប្រុសគេរៀបការហើយវាជាលុយរបស់ប្តីប្រពន្ធមិនមែនម៉ែចង់យកទៅណាក៏យកបានតាមចិត្តនោះទេសុំទោសខ្ញុំមិនដឹងទេថាវាជាលុយរបស់អ្នកបើខ្ញុំដឹងមុនខ្ញុំមិននៅទីនេះសំបីតែមួយថ្ងៃក្នុងរយៈពេល3ថ្ងៃសងលុយដែលខ្ញុំផ្ទេរឲ្យ2ឆ្នាំមកវិញឲ្យគ្រប់បងនោះវាជាង2លានយ៉នណាឲ្យខ្ញុំយកលុយឯណាសងបងលក់ផ្ទះលក់ឡានទៅបងខ្ញុំជាប្អូនបង្កើតរបស់បងណាពេលអញចាយលុយខ្ញុំអញធ្លាប់គិតទេថាខ្ញុំជាបងបង្កើតឯងក្រោយ3ថ្ងៃសិនហាវមិនបានសងលុយមកដល់ល្មមមិនបាច់ឲ្យខ្ញុំដើររកម្នាក់ម្ដងអូអ្នកមីងម៉ែឯងចិញ្ចឹមឯងមិនងាយស្រួលទេអញរកបាន1ខែ100000ជួយប្អូនបន្តិចបន្តួចទៅមានអីកុំឲ្យខូចចិត្តនឹងគ្នាព្រោះតែលុយសុទ្ធតែជាគ្រួសារតែមួយមានអីពិបាកនិយាយបើដល់ថ្នាក់ឡើងតុលាការវាអាប់អន់មុខមាត់ណាស់ពីមុនខ្ញុំខ្លាចបំផុតពេលឃើញគាត់យំម្ដងខ្ញុំតែងតែបន្ទោសខ្លួនឯងតែលើកនេះខ្ញុំគ្រាន់តែដាក់បញ្ជីចំណូលចំណាយលើតុនិយាយចប់ហើយឬនៅប្រាក់ខែខ្ញុំ1ខែ100000ថ្ងៃបន្ទាប់ទេទៅឲ្យសិនហៅ95000ទេឲ្យម៉ែ5000មិនដែលបានឲ្យប្រពន្ធខ្ញុំសំបីតែមួយសេនលុយចាយវី50000ដែលអ្នកទាំងអស់គ្នានិយាយគឺមិនដែលបានឃើញសំបីតែម្ដងថាម៉ែជួយកាន់លុយឲ្យខ្ញុំតែលុយដែលគាត់កាន់គឺចូលហៅប៉ៅសិនហៅទាំងអស់ពូថាខ្ញុំត្រូវចេះមើលថែប្អូនចុះពូប្រាប់ខ្ញុំមកតើខ្ញុំត្រូវមើលថែខ្លួនឯងនិងប្រពន្ធយ៉ាងម៉េចមួយខែឲ្យខ្ញុំចាយតែ500ទិញសាច់ដាក់ទូទឹកកកក៏ត្រូវគេជឿថាខ្ជិះខ្ជាយតែសិនហៅបែរជីឡានថ្មីនៅផ្ទះថ្មីតើមានបងឯណាមើលថែប្អូនបែបនេះសិនយ៉ាងអញធ្វើបែបនេះចំពោះមុខចាស់ទុំចង់ឲ្យម៉ែអាម៉ាស់មុខមែនទេព្រោះតែមានចាស់ទុំនៅទីនេះហើយខ្ញុំត្រូវនិយាយឲ្យច្បាស់ចាប់ពីថ្ងៃនេះទៅយើងរស់នៅរៀងខ្លួនលុយខ្ញុំនឹងទារយកមកវិញហើយទំនាក់ទំនងយើងក៏ចប់ត្រឹមនេះកូនម៉ែខុសហើយបានទេម៉ែសុំទោសកូនម៉ែខុសត្រង់ណាម៉ែមិនគួរយកលុយទាំងអស់ឲ្យអាហាវតែម៉ែធ្វើបែបនេះក៏ព្រោះតែចង់ឲ្យវាបានល្អដែរដល់ពេលនេះហើយបងនៅតែគិតថាបងធ្វើដើម្បីគេទៀតមែនទេបងនិយាយអីហ្នឹងបងនិយាយខុសត្រង់ណាយកលុយខែទៅទិញផ្ទះអូនអាយុជិត30ហើយនៅពឹងលុយបងទិញផ្ទះទិញឡានហើយនៅធ្វើមុខស្ងួតទៀត2ឆ្នាំនេះអូនរកលុយបានសំបីតែ1រៀលទេចិនស៊ីវជីនសិនយ៉ាងនិយាយថាមួយខែមកឲ្យលុយស៊ូជាយីតែ500យ៉នទេតែម៉ាក់បែរជាប្រាប់កូនថាឲ្យ50000រឿងនេះពិតមែនទេម៉ាក់គ្រាន់តែជួយកាន់លុយឲ្យពួកគេទេចុះរឿងលុយ50000នោះម៉ាក់ធ្លាប់និយាយទេពាក្យនេះម៉ាក់ជាអ្នកនិយាយមែនទេលោកប្រធានលុយនេះម៉ាក់ខ្ញុំឲ្យខ្ញុំទេខ្ញុំមិនមែនលួចឬប្លន់អ្នកណាទេលុយខែក្រោយរៀបការរបស់សិនយ៉ានគឺជាទ្រព្យសម្បត្តិរួមឈិនស៊ីវឈិនបានដកលុយចេញដោយគ្មានការអនុញ្ញាតពីស៊ូជីយីហើយនៅតែបន្តប្រើប្រាស់លុយរបស់សិនហាវទៀតតាមច្បាប់ត្រូវតែសងត្រឡប់មកវិញពួកឯងដល់ថ្នាក់ជួលមេធាវីមកទៀតហ៎សិនយ៉ានកូនចង់បញ្ជូនម៉ាក់បង្កើតខ្លួនឯងចូលគុកមែនទេពេលឃើញភ្នែកគាត់ឡើងក្រហមក្នុងចិត្តខ្ញុំនៅតែខ្ញុំកាន់តែចាំបានច្បាស់ពីស៊ូជីយីក្នុងរយៈពេលគាត់តែងតែដាក់សាច់ត្រឡប់ទៅធ្នើវិញម្ដងហើយម្ដងទៀត
ចាំបានថាពេលមកឈរនៅក្បែរដូចជាមនុស្សធ្វើខុសចាំបានថាគាត់ញ៉ាំស្បៃក្តោបដល់ថ្នាក់ចង់ក្អួតតែខ្ញុំបែរជាសង្ស័យថាគាត់យកលុយទៅឲ្យផ្ទះម៉ាក់គាត់ម៉ាក់ខ្ញុំមិនមែនចង់បញ្ជូនអ្នកណាទៅគុកទេខ្ញុំគ្រាន់តែចង់ឲ្យម៉ាក់សងលុយមកវិញ2 ឆ្នាំ 24 ខែផ្ទេឲ្យសិនហៅ2 លាន 280,000 យន់ឈិនស៊ីវឈៀនកាន់ទុក 12,000 សរុប 2 លាន 4 សែនយន់កាត់លុយដែលស៊ូជឺយីទទួលបានជាក់ស្ដែង 12,000 យន់នៅសល់ត្រូវសងវិញ 2 លាន 388,000 យន់ខ្ញុំគ្មានលុយសងទេទិញផ្ទះទិញឡានអស់ហើយតើទិញផ្ទះទិញឡានម៉ាក់និយាយអីខ្ញុំថាឲ្យលោកចេញរឿងដែលម៉ាក់ធ្វើមិនទាន់អាម៉ាស់គ្រប់គ្រាន់ទេមែនទេផុសតាំងនៅចំពោះមុខហើយម៉ាក់ចង់កិច្ចដល់ពេលណាទៀតចុងក្រោយឈិនស៊ីវឈិននិងសិនហៅបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្រុះសម្រួលត្រូវសង 2 លាន 388,000 យន់ក្នុងរយៈពេល 1 ខែបើហួសពេលកំណត់ខ្ញុំនឹងប្តឹងតាមផ្លូវច្បាប់ឯងនៅអាណិតម៉ាក់ឯងទៀតមែនទេអាណិតតើតែមូលហេតុដែលគាត់យំមិនមែនមកពីគាត់អត់ឃ្លាន 2 ឆ្នាំនោះទេគឺមកពីគាត់យកលុយទាំងនោះទៅបាត់ខ្ញុំក៏អាណិតគាត់ដែរចិត្តដល់ថ្ងៃកំណត់សងលុយ 1 ខែទូរស័ព្ទរបស់សិនហៅក៏ខលមកបងផ្ទះខ្ញុំដាក់លក់ហើយតែគ្មានអ្នកទិញទេតើអាចពន្យាពេលបានទេអត់បានទេចុះបើបងរំលោះវិញខ្ញុំសងបង 1 ខែ 10,000 យន់សងបន្តិចម្ដងលុយជាង 2 លានយន់អញចង់សងដល់ 20 ឆ្នាំមែនទេបងចង់បំបិតផ្លូវរស់ខ្ញុំមែនទេគឺពួកឯងទេដែលបំបិតផ្លូវរស់ធ្វើឲ្យខ្ញុំនិងស៊ូជឺយីរស់នៅដូចមិនមែនមនុស្សអស់ 2 ឆ្នាំថ្ងៃដែលលុយចូលកាន់ណីស៊ូជឺយីកំពុងធ្វើម្ហូបនៅក្នុងផ្ទះបាយខ្ញុំមើលសារធនាគារដៃខ្ញុំញ័រតិចជឺយីមានរឿងអីលុយគ្រប់ហើយមែនទេហាខ្ញុំក៏មិនដឹងថាហេតុអ្វីបានជាខ្ញុំយំដែរគ្រាន់តែចង់យំតែប៉ុណ្ណោះវាបានកន្លងផុតទៅហើយយប់នោះយើងបានញ៉ាំអាហារដ៏ល្អមួយពេលជាលើកដំបូងក្នុងរយៈពេល 2 ឆ្នាំលើទុំមានសាច់ជ្រូកស៊ុបក្តាមនិងម្ហូបដែលស៊ូជឺយីចូលចិត្តបំផុតគឺសាច់គោឆាំរ៉េចសិនយ៉ានពីមុនពេលខ្ញុំដើរកាត់តូបលក់សាច់ខ្ញុំមិនហ៊ានមើលយូរទេខ្លាចខ្លួនឯងទុកចិត្តមិនបានចាប់ពីពេលនេះទៅចង់ញ៉ាំអីទិញនឹងទៅប៉ុន្មានថ្ងៃក្រោយមកសិនហៅមកជួបខ្ញុំគាត់ស្គមខ្លាំងណាស់ភ្នែកគាត់ហាមជាមគាត់លែងមានភាពអំនួតដូចពីមុនទៀតហើយបងផ្ទះលក់អស់ហើយឡានក៏លក់ដែរមុនពេលគាត់ទៅគាត់និយាយថាម៉ាក់មិនមែនស្រឡាញ់ខ្ញុំទេគឺគាត់កំពុងបំផាត់ថាជីវិតខ្ញុំស្ទើរតែត្រូវបំផ្លាញដោយសារម៉ាក់បងតើគាត់និយាយត្រូវទេខ្ញុំសម្លឹងមើលគាត់ត្រូវចុះបងស្អប់ខ្ញុំទេមិនស្អប់ទេតែយើងមិនអាចត្រឡប់ទៅដូចដើមបានទៀតទេពេលគាត់ងើបមកឡើងខ្ញុំក៏និយាយបន្តមិនបាច់ខត់ទេផ្ទះនេះខ្ញុំលែងត្រឡប់មកវិញហើយថ្ងៃដែលរើចេញលោកស៊ូជីស៊ីងឈរនៅមាត់ទ្វារមើលផ្ទះដែលទទេស្អាតតើយើងត្រូវទៅណាទៅស្នាក់នៅផ្ទះប៉ាម៉ាអូន 2-3 ថ្ងៃសិនទៅខ្ញុំទីងវ៉ាលីបងរកផ្ទះបាននៅទីក្រុងថ្មីហើយចុះកុងត្រារួចយើងនឹងរើទៅនៅផ្ទះបែបណាទៅមានទីធ្លាខាងមុខមិនមែនអូនចង់ដាំផ្កាទេសិនយ៉ានខ្ញុំចង់ញ៉ាំហតផកយករសជាតិហឹរមែនទេសាច់គោនិងក្រពះគោសាច់បង្គានិងសាច់ចៀមកុំម៉ង់2 ឈុតគ្រប់មុខទៅខ្ញុំសាច់ហើយសួរថាហេតុអ្វីត្រូវកុំម៉ង់2 ឈុត1 ឈុតទុកមើល1 ឈុតទុកញ៉ាំអូននេះចង់គំនុំមែនខ្ញុំកាន់ចង្កូតឡានហើយក៏សើចគំនុំ 2 ឆ្នាំពិតជាត្រូវតែចាំខ្យល់បក់ចូលតាមបង្អួចឡានមានអារម្មណ៍កក់ក្ដៅបន្តិចខ្ញុំមិនបានងាកក្រោយទេទីក្រុងថ្មីតូចជាងអ្វីដែលយើងគិតតែវាស្អាតខ្ញុំបើកឡានចុះពីផ្លូវលបឿនលឿនបើកតាមផែនទីចូលទៅក្នុងផ្លូវចាស់ដែលមានដើមឈើដុះអំសងខាងផ្ទះសងខាងមិនខ្ពស់ប៉ុន្មានជញ្ជាំងពណ៌ប្រភេទជញ្ជាំងខ្លះមានវ៉លិដុសគ្រប់ដណ្ដប់ពាក់កណ្ដាលស៊ូជីស៊ីងបើកបង្អួចឡានចុះខ្យល់បក់ធ្វើឲ្យសក់របស់គាត់រំភើយគាត់ក្រឡេកមើលទៅខាងក្រៅដោយរីភ្នែកកន្លែងនេះដូចផ្លូវទៅផ្ទះយាយកាលពីក្មេងខ្ញុំបន្ថយលបឿនងាកទៅមើលគាត់មើលទៅគាត់ដូចជាមានពន្លឺថ្ងៃចាំងមកលើគាត់ហាក់ដូចជាធូរស្រាលទាំងស្រុងមកដល់ហើយទីធ្លាមិនធំទេតែវាពិតជាមានទីធ្លាមែនទ្វារដែកលាបពណ៌បៃតងចាស់សល់ទ្វារច្រេះស៊ីបន្តិចខ្ញុំរមួល2 ដងទើបបើកចេញក្នុងនោះមានស្មៅដុះតាមប្រឡោះស៊ីម៉ង់នៅជ្រុងជញ្ជាំងកាត់ទេដែលម្ចាស់ផ្ទះចាស់បន្សល់ទុកផ្ទ
ផ្ទះមេមាន2បន្ទប់គេងនិងបន្ទប់ទទួលគ្រឿងសង្ហារិមសាមញ្ញតែបង្អួចធំលឺថ្ងៃពេលរសៀលចាំងចូលមកក្នុងបន្ទប់ទទួលភ្ញៀវភ្លឺចិញ្ចាច់ថ្ងៃក្រោយទីនេះនឹងពោពេញដោយរបស់របរចង់ដាក់អ្វីក៏ដាក់បានអាហារពេលល្ងាចដំបូងពួកយើងមិនបានធ្វើម្ហូបទេបងឈូជីយីចង់ទៅហាងអាំងសាច់នៅមុខបូរីដែលមានចង្គៀងក្រហមនោះក្នុងហាងមិនសូវមានមនុស្សទេទើបតែទិញថ្មីម្ចាស់ហាងជាបរិវ័យកណ្ដាលមាធំចង់ញ៉ាំអីដែរថ្ងៃនេះសាច់ជៀមស្រស់ណាស់ចាំខ្ញុំអាំងជូនថែមត្រប់អាំងមួយទៀតហើយជូនសណ្តែកដីមួយចានខ្ញុំចង់ញ៉ាំអានឹងយូរហើយម៉ាក់អ្នកគាត់ថាអាំងនំប៉័ងខ្ជិះខ្ជីជូនកុំនិយាយពីគាត់ទៀតអីសញ្ញាណអ្នកពិតជាមិនស្ដាយក្រោយមែនទេខ្ញុំមិនមែនចិត្តទន់ទេគ្រាន់តែពេលខ្លះភ្ញាក់ពីដេកពាក់កណ្ដាលយប់នៅតែស្មានថាខ្លួនឯងនៅក្នុងបន្ទប់ចាស់នោះក្នុងទូទឹកក៏មានតែស្បែកក្តោបម៉ាក់អ្នកនឹងមកឆែកមើលកានីទៀតហើយតែឥឡូវអ្នកបើកទូទឹកកកមើលចុះចង់ញ៉ាំអីក៏មានដែរស្អែកយើងទៅផ្សារទំនើបទិញឲ្យពេញឡានតែម្ដងពេញឡានកាត់ប្រាក់ខែអ្នកឥឡូវនៅនឹងខ្ញុំហើយកុំស្ដាយក្រោយឲ្យសោះមិនស្ដាយក្រោយទេយប់នោះពួកយើងផឹកបៀបន្តិចបន្តួចឈូជីយីផឹកបាន2ពែងក៏ឡើងត្រចៀកគាត់ឡើងក្រហមគាត់ឯកនឹងកៅអីមើលទៅក្រៅបង្អួចយ៉ាងស្ងៀមស្ងាត់ខ្ញុំក៏ទៅទូទាត់ហើយចាប់ដៃគាត់ដើរត្រឡប់ផ្លូវចាស់ពេលយប់ស្ងាត់ណាស់ពន្លឺភ្លើងតាមផ្លូវធ្វើឲ្យស្រមោលយើងទាំងពីរវិញដើរស្រាប់តែគាត់ឈប់អង្គុយចុះអង្អែលក្បាលឆ្មានេះថាស្អែកទិញចំណីឆ្មាមកដាក់មុខផ្ទះចង់ទិញចំណីឆ្មាឲ្យវាមែនទេសញ្ញាណអ្នកផ្លាស់ប្ដូរទៅច្រើនណាស់ផ្លាស់ប្ដូរត្រង់ណាពីមុនអ្នកតែងតែថាចិញ្ចឹមឆ្មាខ្ជិះខ្ជីលុយកាលពីមុនកាត់ប្រាក់ខែខ្ញុំនៅនឹងម៉ាក់មួយខែបានលុយចាយតែ2000មិនមែនខ្ញុំមិនចង់ធ្វើល្អដាក់អ្នកទេគឺមកពីខ្ញុំគ្មានសូម្បីតែខ្លួនឯងក៏មិនដឹងថាគ្មានលទ្ធភាពដែរទៅមុខចង់បានអីប្រាប់ខ្ញុំមកទៅតោះយើងត្រឡប់ទៅផ្ទះថ្ងៃទី3នៃការមកដល់ទីក្រុងខ្ញុំចាប់ផ្ដើមរកការងារធ្វើក្រុមហ៊ុនមុនមិត្តភក្តិខ្ញុំជាអ្នកណែនាំប្រាក់ខែ 10,000 យ៉នមែនតែត្រូវធ្វើការថែមម៉ោងហើយត្រូវរាក់ទាក់ធ្វើបាន2ឆ្នាំក្រពះខ្ញុំមានបញ្ហាខ្ញុំមិនគិតត្រឡប់ទៅធ្វើការងារនោះទៀតទេខ្ញុំដាក់ពាក្យសុំការងារខ្លះសុទ្ធតែជាក្រុមហ៊ុនតូចក្នុងស្រុកប្រាក់ខែតិចជាងមុនពាក់តែធ្វើការម៉ោង9ដល់ម៉ោង5ហើយបានសម្រាប់2ថ្ងៃខ្ញុំចង់បើកហាងលក់ផ្កាពេលគាត់និយាយបែបនេះយើងកំពុងដើរផ្សារពេលព្រឹកគាត់ឈរនៅមុខតូបលក់ផ្កាលីលីអន់ចុះទៅហិតក្លិនវាកាលពីមុនខ្ញុំធ្លាប់ធ្វើការនៅហាងផ្កាពេលវិស្វកម្មការរៀបចំទំនិញគាត់ត្រាបញ្ជីខ្ញុំចេះទាំងអស់នៅទីនេះថ្លៃឈ្នួលផ្ទះថោករកតូបតូចមួយជាប់ផ្លូវមិនបាច់ធំទេដាក់ធុងផ្កាបាន2-3គឺគ្រប់គ្រាន់ហើយមែនទេមែនតើមានដើមទុនគ្រប់គ្រាន់ទេ2ឆ្នាំនេះខ្ញុំសន្សំបានជាង 4,000 យ៉នបូករួមទាំងលុយដែលអ្នកទើបឲ្យខ្ញុំលុយបំរុង 10,000 យ៉ននោះគឺគ្រប់សម្រាប់បង់ថ្លៃតូបនិងរៀបយ៉ាងទៀតហាងផ្កាមិនចំណាយច្រើនដូចអ្នកគិតទេផ្កាស្រស់ខូចខាតច្រើនមែនតែយើងអាចចាប់ផ្ដើមពីលក់រុក្ខជាតិនិងផ្កាក្រៀមសិនខ្ញុំមើលគាត់និយាយរៀបរាប់យ៉ាងច្បាស់លាស់ស្រាប់តែមានអារម្មណ៍ថាគាត់2ឆ្នាំនេះគាត់តែងតែស្ងៀមស្ងាត់នៅចំពោះមុខខ្ញុំអត់ធ្មត់ដូចជាក្រដាសដែលគេជ្រៀបជ្រួញហើយទាញឲ្យត្រង់វិញតែពេលនេះគាត់ឈរនៅកណ្ដាលផ្សារដ៏អ៊ូអរក្រសែភ្នែកគាត់មុតមមសូម្បីតែកាយវិការពេលនិយាយក៏ពោពេញដោយភាពជឿជាក់បើអញ្ចឹងបើកទៅអ្នកមិនខ្លាចខ្ញុំខាត់ទេខាត់ក៏រកថ្មីទៀតទៅ5 យ៉នមួយតង3 យ៉នកន្លះបានទេហាហាពេលនោះខ្ញុំមានអារម្មណ៍ថាមនុស្សដែលធ្លាប់តែពិបាកចិត្តរឿងលុយ500 យ៉នហាក់ដូចជាកំពុងរស់ឡើងវិញយ៉ាងស្រស់ថ្លាការរកទីតាំងហាងផ្កាដំណើរការទៅដោយរលូននៅចុងផ្លូវចាស់មានហាងលក់ទំនិញស្ងួតមួយកន្លែងកំពុងដាក់ជួរបន្តហាងមានទំហំតែ15 ម៉ែត្រតែមុខហាងអាចដាក់ធុងផ្កាបានថ្លៃឈ្នួលមួយខែ800រកស៊ូទៅមើលម្ដងក៏សម្រេចចិត្តយកតែម្ដងថ្ងៃចុះកិច្ចសន្យាគាត់កាន់បិចដៃគាត់ញត់តិចពេលសរសេរឈ្មោះអក្សរក៏រៀងកង់បន្តិចតានតឹងមែនទេបន្តិចដែរនេះជាលើកទី1ដែលខ្ញុំសម្រេចចិត្តធ្វើរឿងធំដោយខ្លួនឯងចាប់ពីពេលនេះទៅរាល់ការសម្រេចចិត្តរបស់អ្នកគឺសុទ្ធតែជាការសម្រេចចិត្តរបស់អ្នកផ្ទាល់ចំណាយពេលកន្លះខែដើម្បីរៀបគាត់លាបថ្នាំជញ្ជាំងដោយខ្លួនឯងពណ៌ជាផ្ទៃខាងក្រោយជញ្ជាំងខាងក្នុងលាបពណ៌បៃតងទាំងអស់ធ្នើដាក់ទំនិញទិញមកពីផ្សារលក់របស់ជុះខាត់រួចលាបថ្នាំថ្មីដាក់ធូបផ្កាកញ្ចក់និងផ្កាស្ងួតមើលទៅដូចហាងទាន់សម័យក្នុងអនឡាញគាត់គិតឈ្មោះហាងអស់3ថ្ងៃចុងក្រោយដាក់ឈ្មោះសាមញ្ញថាដមួយតងហើយអ្វីដាក់ឈ្មោះនេះផ្កាមួយតងក៏ជាផ្កាដែរមិនបាច់ច្រើនទេសំខាន់វាអាចថ្ងៃបើកហាងមិនមានអ្វីនៅមុខហាងសរសេរថាបើកដំណើរការថែមមួយតងពេលព្រឹកមានលោកតាអ្នកយាយដើរលេងក្បែរនោះចូលមើលយូគូសំទើបសម្រាប់ចិត្តទិញពេលរសៀលមានក្មេងស្រីម្នាក់រើផ្កាអោគីដេមួយម្ចាស់ហាងឲ្យហាងអ្នកមានក្លិនក្រអូបណាស់
លោកស៊ូឈរនៅក្រោយទៅគិតលុយញឹមបិទមាត់មិនចិត្តយប់នោះគាត់គិតលេខចំណូលបាន98គាត់រៀបលុយក្រដាស់តូចដាក់លើតុរាប់ដល់ទៅ3ដងសិនយ៉ាងខ្ញុំរកលុយបានហើយអ្នករកលុយបានហើយ98យ៉នច្រើនជាង500យ៉នទៅទៀតខ្ញុំដឹងថាគាត់កំពុងនិយាយពីរឿងបំណុលចាស់នោះថ្ងៃស្អែកខ្ញុំនឹងទៅយកការជូករត់មកខ្ញុំឃើញសាលារៀនក្បែរនេះពេលចេញរៀនសិស្សច្រើនណាស់ដើរកាត់ការជូករត់ថោកហើយស្អាតពួកគេប្រកាសជាទិញខ្ញុំមិនបាននិយាយអ្វីឃើញគាត់ចាក់សោសៀវភៅកត់ត្រាទុកក្នុងថតលេខសោព្យួរជាប់នឹងទំព័រទី1នៃសៀវភៅកត់ត្រាគាត់សរសេរថាចំណូលថ្ងៃដំបូងបាន98ចំណាយទិញទំនិញ120យ៉នពេលឃើញគាត់កត់ត្រាខ្ញុំនឹកឃើញសៀវភៅចាស់ដែលមានលុយ500ក្នុងផ្ទះទិញម្ហូបទិញអង្ករបង់ថ្លៃទឹកភ្លើងគាត់គ្រប់យ៉ាងវាដូចជាគុកអញ្ចឹងអ្វីដែលគាត់ទុកមិនមែនជាជីវិតគឺជាការរស់រានហើយពេលនេះគាត់ចាប់ផ្ដើមកត់ត្រាជីវិតខ្លួនឯងហើយមួយខែក្រោយមកពេលរើមកទីក្រុងថ្មីប៉ាក៏ទូរស័ព្ទមកថ្ងៃនោះជាថ្ងៃចុងសប្តាហ៍ស៊ូជីយីទៅហាងផ្កាដើម្បីយកខ្ញុំអង្គុយក្នុងទីធ្លាផ្ទះជួសជុលក្បាលរ៉ូប៊ីណេដែលពេលទូរស័ព្ទរត់ខ្ញុំកំពុងកាន់សោមួលសោនេះជារបស់ប៉ានៅម្ខាងទៀតនៃទូរស័ព្ទឆ្ងាត់អស់ជាច្រើនវិនាទីអាយ៉ានកូនសុខសប្បាយទេសុខសប្បាយទេប៉ាកន្លែងស្នាក់នៅយ៉ាងម៉េចដែរមានទីធ្លាជីយីនៅហាងផ្កាប៉ាមានរឿងអីនិយាយមកចុះម៉ាក់កូនមិនសូវស្រួលខ្លួនទេទើបតែរើចេញទៅជួលផ្ទះនៅក្រោយពេលយាយទៅគាត់ផឹកស្រាទាំងថ្ងៃការងារក៏ឈប់ធ្វើម៉ាក់កូនយំរាល់ថ្ងៃសម្ពាធឈាមឡើងខ្ពស់មិនចុះសោះប៉ុន្មានថ្ងៃមុនទើបតែចូលពេទ្យប៉ាប្រាប់រឿងទាំងនេះចង់ឲ្យកូនត្រឡប់ទៅមើលគាត់មែនទេប៉ាគ្រាន់តែចង់ប្រាប់កូនឲ្យដឹងរាល់ការសម្រេចចិត្តរបស់កូនប៉ាមិនជំទាស់ទេរឿងម៉ាក់កូនប៉ានឹងមើលថែគាត់កូនកុំបារម្ភរស់នៅជាមួយជីយីឲ្យបានល្អប៉ាមិនអីទេប៉ាមកនៅទីនេះប៉ុន្មានថ្ងៃមកកូនអាចមកទទួលបន្ទុកនៅទីនេះមាន2ប៉ាមកនៅបានហាងផ្កាជីយីបើកហើយពេលថ្ងៃគាត់នៅហាងប៉ានៅផ្ទះមើលទូរទស្សន៍ស្រោចផ្កាវាស្ងប់ស្ងាត់ជាងនៅទីនោះអាយ៉ានប៉ាមិនដែលជួយកូនបានអ្វីសោះ2ឆ្នាំនេះប៉ាមានអារម្មណ៍ខុសថ្ងៃដែលប៉ាលក់ផ្ទះនោះគឺប៉ាបានជួយកូនហើយវាមិនដូចគ្នាទេប៉ាកាលពីមុនខ្ញុំតែងតែគិតថាបុរសមិនចាំបាច់និយាយរឿងអស់នេះដាក់គ្នាទេនិយាយដល់មាត់ហើយក៏លេបវាចូលទៅវិញតែពេលនេះតាមរយៈខ្សែទូរស័ព្ទចម្ងាយរាប់រយគីឡូម៉ែត្រនេះដែលធ្លាប់តែនិយាយមិនចេញស្រាប់តែនិយាយចេញមកយ៉ាងរលូនប៉ាមកលេងកូនមកនៅទីនេះមានផ្សារធំហើយពេលព្រឹកក៏មានលោកតាអង្គុយនេសាទត្រីនៅមាត់ទន្លេដែរប៉ាអាចទៅអង្គុយនេសាទអូខេបើអញ្ចឹងប៉ានឹងរៀបចំខ្លួនដាក់ទូរស័ព្ទចុះខ្ញុំអង្គុយស្ងៀមនៅក្នុងទីធ្លាផ្ទះមួយសន្ទុះឮសំឡេងក្បាលរ៉ូប៊ីណេទឹកធ្លាក់តក់ពន្លឺថ្ងៃចាំងមកលើដីស៊ីម៉ង់ក្តៅខ្ញុំអន់មើលដៃដែលប្រឡាក់ទឹកនឹកឃើញកាលពីក្មេងប៉ាធ្លាប់ប្រាប់ឲ្យខ្ញុំបដូរក្បាលរ៉ូប៊ីណេគាត់ថាកូនប្រុសត្រូវតែចេះជួសជុលដើម្បីថ្ងៃក្រោយពេលមានគ្រួសារខ្ញុំក៏តបថាត្រូវថ្ងៃក្រោយរកលុយបានចាំជួគេមកជួសជុលទៅគាត់ប្រាប់ឲ្យខ្ញុំសាកល្បងហើយខ្ញុំក៏សាកតែខ្ញុំមួខុសទីទឹកហូរពេញដីគាត់មិនបានស្ដីបន្ទាត់អង្គុយចុះជួយខ្ញុំរៀបចំវ៉ាឡើងវិញបង្រៀនខ្ញុំពីរបៀបប្រើកម្លាំងថ្ងៃនោះជាលើកដំបូងដែលខ្ញុំមានអារម្មណ៍ប៉ាប្រហែលជាមិនមែនជាមនុស្សកំសាកទេគាត់គ្រាន់តែជ្រើសរើសវិធីមួយគឺការនៅស្ងៀមស្ងាត់ដូចជាដើមឈើនៅជ្រុងជញ្ជាំងដែលគ្មានអ្នកស្រោចទឹកតែវាមិនងាប់ពេលយប់ឈីអៀនត្រឡប់មកផ្ទះដើរចូលក្នុងបន្ទប់ទទួលខ្ញុំប្រាប់នាងថាប៉ានឹងមកស្នាក់នៅទីនេះ2-3ថ្ងៃបើអញ្ចឹងស្អែកខ្ញុំទៅទិញពូកថ្មីឲ្យគាត់នៅបន្ទប់ភ្ញៀវនោះរឹងពេកហើយអូនមិនប្រកាន់ទេប្រកាន់រឿងអីទៅនោះគឺជាប៉ារបស់បងតានាងដាក់ស្បែកជើងឲ្យមានរបៀបដើរមកអង្គុយចិត្តហើយតែស្មាគ្នាយ៉ាងទៀតថ្ងៃនោះគាត់បាននិយាយរឿងលោកផ្ទះពាក្យនោះខ្ញុំនៅចាំបានល្អខ្ញុំក៏ចាប់ដៃនាងទាញនាងមកអង្គុយចិត្តខ្ញុំជីអៀនអរគុណអូនណាអរគុណរឿងអីអូនពេញចិត្តនឹងធ្វើឲ្យបងនៅថ្ងៃទី3ដែលប៉ាខ្ញុំមកសិនហៅក៏ផ្ញើសារមកយប់នោះខ្ញុំទើបតែញូតទឹកហើយក្រង់ទូរស័ព្ទភ្លឺឡើងនៅពេលនោះជីអៀនបានដេកលក់បាត់ទៅគេកំពុងដេកលក់ស្កប់ស្កល់តែខាងទៀតនៅកាយលើដៃខ្ញុំចុចមើលសារឃើញមានតែមួយឃ្លាខ្ញុំមើលម៉ោង 9:47 យប់ខ្ញុំដកដៃចេញខ្នងដើរទៅបន្ទប់ទទួលភ្ញៀវរួចខត្រឡប់ទៅវិញរត់បាន2ដងគេក៏លើកឯនៅច្រកចេញមួយណាចាំនៅក្រោមប៉មនាឡិកាទីលានខាងត្បូងខ្ញុំពាក់អាវក្រៅយកសាឡាយប់ជ្រៅហើយទៅណាសិនហៅមកដល់ហើយខ្ញុំទៅទទួលគេបន្តិចទឹកមុខប៉ាខ្ញុំរឹងមួយភាំងរួចក៏មកក្បាលយឺតទៅចុះកុំឆ្លោះគ្នាមិនឆ្លោះទេទីលានខាងត្បូងស្ថានីយ៍ភ្លើងមិនសូវមានមនុស្សទេសិនហៅអង្គុយនៅមាត់រោងផ្កាក្បែរជើងមានកាបូបស្ពីមួយគេស្គមជាងមុនច្រើនណាស់ពេលឃើញខ្ញុំដើរទៅដល់ពេលគេក្រោកឈរក៏ជើងត្រេកបន្តិចប្រហែលជាអង្គុយយូរពេកទើបស្ពឹកជើងខ្ញុំដើរទៅឈរនៅមុខគេមកតាមរថភ្លើងល្បឿនលឿនមែនទេអត់បានកៅអីអង្គុយទេឈរអស់4ម៉ោងញ៉ាំអីនៅសិនហៅក្រវីក្បាលខ្ញុំងាកដើរទៅចំណតឡានតាមផ្លូវគ្មានអ្នកណានិយាយអ្វីទាំងអស់ក្នុងឡានមានតែសំឡេងហ្គិបនិងសំឡេងម៉ាស៊ីនត្រជាក់
មកដល់ផ្ទះស៊ូជីយ៉ានភ្ញាក់ហើយគេឈរនៅបន្ទប់ទទួលភ្ញៀវឃើញសិនហៅចូលមកគេមិនបង្ហាញអារម្មណ៍អ្វីទេតែនៅតែដើរចូលផ្ទះបាយក្នុងទូទឹកកកមានគៀវខ្ញុំស្ងល់រញ៉ាំសិនហៅឈរនៅមាត់ទ្វារមើលមកខ្ញុំដោយភាពមិនដឹងខ្លួនអង្គុយចុះទៅគេអង្គុយនៅមាត់សាឡុងដៃទាំងពីរដាក់ចន្លោះជង្គង់អន់មុខចុះស៊ូជីយ៉ានស្ងោរគៀវរួចក៏លើកមករួចចាក់ទឹកក្តៅឲ្យមួយកែវធ្វើរួចគេក៏ចូលបន្ទប់គេងវិញទាញទ្វារបិទពាក់កណ្ដាលទុកឲ្យពួកយើងពីរនាក់នៅបន្ទប់ទទួលភ្ញៀវសិនហៅសម្លឹងមើលចានគៀវនោះដោយមិនញ៉ាំគាត់លើកចង្កេះមកគៀបគៀវមួយដាក់ចូលមាត់ពេលកំពុងទំពាស្មារបស់គាត់ក៏ចាប់ផ្ដើមញ័រគាត់អន់មុខចុះទៀបទឹកភ្នែកស្រក់ចូលក្នុងចានឬសូតក់បងថ្ងៃមុនខ្ញុំមិនគួរនិយាយបែបនោះទេខ្ញុំមិនបានឆ្លើយតបគាត់ញ៉ាំគៀវមួយចាននោះអស់ពេលជិត20នាទីពេលដាក់ចង្កេះចុះគាត់យកដៃឲ្យជូតមុខភ្នែកគាត់ឡើងក្រហមយីយ៉ាវភ្លុកខ្ញុំចោលបាត់ហើយម៉ាក់ក៏ទូរស័ព្ទមកជេរខ្ញុំរាល់ថ្ងៃថាគ្មានប្រយោជន៍ថាខ្ញុំធ្វើឲ្យបាត់បង់ទាំងផ្ទះទាំងឡានឥឡូវខ្ញុំសល់លុយតែជាង 1000 យ៉នប៉ុណ្ណោះខ្ញុំជួលបានតែបន្ទប់តូចមួយនៅសំបីម៉ាស៊ីនត្រជាក់ក៏គ្មានចុះការងារវិញខ្ញុំរកការងារមួយខែហើយនៅតែមិនបានគេឃើញប្រវត្តិរូបខ្ញុំទំនេរ2ឆ្នាំគេសួរថាខ្ញុំទៅធ្វើអីខ្លះទៅពិតមែនខ្ញុំប្រាប់គេថាខ្ញុំនៅផ្ទះរួចគេក៏មិននិយាយអ្វីទៀតពេលនិយាយដល់ត្រង់នេះសម្លេងគាត់កាន់តែខ្សោយទៅហាក់ដូចជាគាត់ខ្លួនឯងក៏មានអារម្មណ៍ខ្មាស់ហ៊ានដែរខ្ញុំសម្លឹងមើលគាត់ឃើញកាលពី2ឆ្នាំមុនថ្ងៃដែលគាត់ទិញឡានថ្មីគាត់ផ្ញើរូបមកខ្ញុំថាបងមើលពណ៌នេះស្អាតទេពេលនោះខ្ញុំទើបតែធ្វើការកំពុងទិញមីកំពុងញ៉ាំនៅហាងលក់គាត់ផ្ញើសញ្ញាអារម្មណ៍សប្បាយចិត្តមកពេលនោះខ្ញុំស្មានថាគាត់សប្បាយចិត្តពិតមែនឥឡូវទើបដឹងថាគាត់សប្បាយចិត្តព្រោះឡាននោះប្រើលុយរបស់ខ្ញុំបន្ទប់ភ្ញៀវប៉ាកំពុងសម្អាងដេកលើកម្រាលនៅបន្ទប់ទទួលភ្ញៀវទៅពេលថ្ងៃចេញទៅរកការងារធ្វើពេលយប់ត្រឡប់មកញ៉ាំបាយក្នុងរយៈពេល1ខែទោះរកការងារបានឬមិនបានក៏ត្រូវតែរើចេញបានសិនហៅឆ្លើយយ៉ាងរហ័សខ្ញុំរកភួយស្ដៅមួយនឹងខ្នើយពីក្នុងទូបោះឲ្យសិនហៅដេកទៅពេលបិទភ្លើងដើរចូលបន្ទប់គេងខ្ញុំងាកក្រោយមើលសិនហៅដែលកំពុងដេកលើសាឡុងគាត់ទាញភួយមកដល់ចង្កាភ្នែកបើកធំសម្លឹងមើលពីដានស្នាមទឹកភ្នែកលើមុខគាត់នៅមិនទាន់ស្ងួតនៅឡើយខ្ញុំក៏បិទទ្វារថ្នមខឹងមែនទេចុះហេតុអ្វីបានជាថ្ងៃមួយព្រោះអ្នកនឹងចិត្តទន់មិនមែនចិត្តទន់ទេគឺផ្ដល់ឱកាសឲ្យគាត់ម្ដងទៀតឲ្យគាត់ចេះក្រោកឈរដោយខ្លួននៅតែមិនបានការទៀតថ្ងៃក្រោយក៏គ្មានអ្វីត្រូវនិយាយទៀតដែរសិនអានអ្នកដឹងទេពីមុនអ្នកមិនដែលនិយាយបែបនេះទេអ្នកចេះតែផ្ដល់ឲ្យគេដល់ឲ្យហើយនៅតែគិតថាខ្លួនឯងធ្វើមិនទាន់គ្រប់គ្រាន់ពីមុនខ្ញុំវាល្ងងចុះឥឡូវនេះឥឡូវខ្ញុំដឹងហើយថាអ្វីគួរឲ្យអ្វីដែលមិនគួរឲ្យអញ្ចឹងយកលុយអ្នកមកឲ្យមិនថាគួរឲ្យឬមិនគួរឲ្យទេអ្វីដែលគួរឲ្យគឺជារបស់អ្នកទាំងអស់លុយពីហាងផ្កាក៏ដូចគ្នារបស់ខ្ញុំក៏ជារបស់អ្នកដែរគាត់សើចចេញមកសើចរហូតដល់ញ័រស្មាខ្ញុំអបគាត់ជាប់លីសូសម្រែកសត្វល្អិតពីក្រៅបង្អួចរដូវផ្ការីកនៅមិនទាន់ទៅឆ្ងាយទេរដូវក្តៅក៏ចូលមកដល់ដោយស្ងៀមស្ងាត់នៅពេលយប់ខ្ញុំរកការងារធ្វើជាអ្នករៀបចំទំនិញបានហើយក្រុមហ៊ុនដឹកជញ្ជូនធ្វើវេនយប់ប្រាក់ខែ 4500 យ៉នមានកន្លែងស្នាក់នៅតែមិនមានអាហារទេបងខ្ញុំនិយាយជាមួយក្រុមហ៊ុនរួចរាល់ហើយថ្ងៃច័ន្ទក្រោយអាចចូលនៅបានប៉ុន្មានថ្ងៃនេះរំខានបងនឹងបងថ្លៃហើយយប់នេះមានសមុទ្រឆ្អឹងជំនីជ្រូកញ៉ាំបាយសិនចាំទៅអរគុណបងថ្លៃសិនហ្វូអង្គុយនៅតុបាយចេះតែដួសម្ហូបឲ្យសិនហាវអនមុខញ៉ាំបាយម្ដងម្កាលងើបមុខឆ្លៃឆ្លងពេលចិត្តញ៉ាំរួចប៉ាខ្ញុំដាក់ចង្កឹះចុះហើយនិយាយភ្លាមថាសិនហាវថ្ងៃក្រោយមានរឿងអីពិភាក្សាជាមួយបងប្រុសកុំស្ដាប់តាមម៉ែឯងឲ្យសោះដឹងហើយប៉ាម៉ែឯងគាត់ធ្វើបែបនេះព្រោះគាត់ចង់ល្អសម្រាប់ឯងតែអ្វីដែលគាត់គិតថាល្អគឺវាគ្រាន់តែជាការគិតរបស់គាត់ប៉ុណ្ណោះបងឯងមិនដូចឯងទេបងឯងអាចទ្រាំបានបើឯងទ្រាំមិនបានត្រូវតែរៀនដើរដោយខ្លួនឯងចាំខ្ញុំសរសេរឡើយបងខ្ញុំនឹងសងលុយបងវិញទោះបីជាសងយឺតបន្តិចក៏ដោយតែរាល់ខែខ្ញុំសន្សំទុក 1500 យ៉នគ្រប់ចំនួនហើយខ្ញុំនឹងឲ្យបងមិនបាច់សងទេលុយនោះមិនមែនជារបស់បងតាំងពីដើមមកម្លេះទៅវិញហើយណាអាយ៉ានមានរឿងមួយដែលប៉ាមិនទាន់បានប្រាប់កូនរឿងដែលម៉ាក់កូនផ្ទេរលុយឲ្យសិនហៅនឹងតាមពិតប៉ាដឹងយូរហើយប៉ាដឹងតាំងពីពេលណារដូវស្លឹកឈើជ្រុះឆ្នាំមុនថ្ងៃមួយគាត់ចេញទៅក្រៅភ្លេចយកទូរស័ព្ទទៅប៉ាក៏ឃើញសារធនាគារពេលនោះគាត់ផ្ទេរចិត្ត1ឆ្នាំទៅហើយប៉ាអានរួចក៏ដាក់ទូរស័ព្ទទុកកន្លែងដើមប៉ាមិនបាននិយាយអ្វីទាំងអស់ពេលនោះប៉ាគិតថា
និយាយទៅក៏មិនដឹងបានការអ្វីដែរម៉ាក់កូនកាន់តែហាមគាត់កាន់តែធ្វើហើយប៉ាក៏ខ្លាចដែរខ្លាចកូនដឹងហើយឆ្លោះជាមួយម៉ាក់ធ្វើឲ្យគ្រួសារយើងបែកបាក់ប៉ាកូនដឹងថាប៉ាខ្សោយប៉ាដឹងមួយជីវិតនេះប៉ាមិនដែលហ៊ានតាំងជាមួយម៉ាក់កូនទេសូម្បីតែពេលម៉ាក់កូនរើទូទឹកកករបស់ជីប៉ាឃើញហើយក៏ធ្វើជាមិនឃើញប៉ាគិតថាកុំឲ្យមានរឿងច្រើនល្អជាងអត់ធ្មត់ទៅអ្វីនឹងកន្លងរហូតដល់ថ្ងៃដែលកូនយកបញ្ជីធនាគារមកបង្ហាញទើបប៉ាដឹងថាខ្លួនឯងខុសខ្លាំងប៉ុណ្ណាការអត់ធ្មត់មិនមែនជាដំណោះស្រាយទេគ្រាន់តែធ្វើឲ្យម៉ាក់កូនគិតថាគាត់ធ្វើត្រូវហើយធ្វើឲ្យកូនទាំងពីរត្រូវរងទុក្ខកាន់តែខ្លាំងដូច្នេះហើយទើបប៉ាគាំទ្ររឿងលក់ផ្ទះពេលនោះប៉ាគិតថាមួយជីវិតនេះត្រូវតែហ៊ានម្ដងទោះបីជាម៉ាក់កូនត្រឡប់មកឆ្លោះជាមួយប៉ាក៏ប៉ាយល់ព្រមដែរប៉ាកូនសប្បាយចិត្តណាស់ដែលប៉ាមកនៅទីនេះប៉ាក៏សប្បាយចិត្តដែរនៅទីនេះខ្យល់អាកាសពេលព្រឹកល្អណាស់ម្សិលមិញប៉ាទៅមាត់ទន្លេមើលគេនេសាទត្រីមានតែម្ចាស់ម្នាក់គាត់នេសាទបានត្រីមួយក្បាលទម្ងន់កន្លះគីឡូគាត់ក៏ឲ្យយប់នេះឲ្យជីយីស្ងោរទឹកស៊ុបញ៉ាំប៉ាត្រូវរយជាមួយគាត់បានល្អណាស់ក្មេងម្នាក់ឈ្មោះជីយីនេះចេះថ្នាក់ក្នុងមនុស្សណាស់ថ្ងៃនេះមុនពេលគាត់ទៅហាងផ្កាគាត់បានឆុងទឹកឃ្មុំមួយកែវដាក់ទុកលើតុឲ្យប៉ាទៀតថែមទាំងបិទក្រដាសរំលឹកប៉ាឲ្យញ៉ាំថ្នាំទៀតអៀនកូនប្រសារឯងម្នាក់នេះពិតជាល្អណាស់ពីមុនគឺម៉ែដែលចាំការពីគាត់ទៅមុខទៀតនឹងមិនមានបែបនេះទេខ្ញុំក៏ទេស្មាគាត់តិចមិនបាននិយាយអ្វីព្រោះនិយាយត្រឹមនេះគឺគ្រប់គ្រាន់ហើយនិយាយច្រើនជាងនេះគឺហួសហេតុពេកហេតុអ្វីអ្នកសុខចិត្តមកកន្លែងតូចតាចរបស់យើងចង់ញ៉ាំបាយឲ្យទាន់ពេលទទួលយកហើយហាហាបិទនៅមុខកញ្ចក់ហាងកាត់សក់មើលទៅស្រស់ស្រាយរងចាំខ្ញុំ5សំខាន់គឺទៅជាមួយគ្នាចង់ទៅដើរលេងមាត់ទន្លេ